ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកបង្ហាញពីសកម្មភាពលក់ដូរប្រចាំថ្ងៃរបស់ខ្ញុំទៀតហើយចាហើយអ្វីដែលគួរសង្កត់សង្កល់បំផុតគឺធ្វើរោងនៅក្រោមដែមរាំងចាតិចស្រួលពុកម៉ែបងប្អូនឃើញអញ្ចឹងឯណាអត់ក្តៅទេវាជះពលឺមកពីកើតមិនពិតប៉ុន្តែដល់ពេលតិចទៀតហ្នឹងស្មៅដើមឈើហ្នឹងបាំងពីលើវិញហ្នឹងហើយបានបងអូនស្រីគេថតវីដេអូឲ្យអញ្ចឹងណាអរគុណច្រើនបងអូនស្រីសម្រាប់ការថតវីដេអូលេងឲ្យហើយមានអីទេក៏បង្ហាញពីមុខរបរប្រចាំថ្ងៃខ្ញុំលក់ដូររបស់របរបន្តិចបន្តួចដើម្បីគុតគង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ខ្ញុំចានោះគឺជាមុខរបរប្រចាំថ្ងៃរបស់ខ្ញុំមានតែប៉ុណ្ណឹងមានអីច្រើនទេមានរបស់របរអីធំៗទេចាហើយលក់ដូរនៅក្នុងវត្តថ្ងៃចាថ្ងៃអញ្ចឹងទៅមកលក់ទៅថ្ងៃណារវល់ទៅក៏ខានខ្លះទៅថ្ងៃណាអត់រវល់ទៅក៏បានមកលក់ចាធម្មតាវិញអញ្ចឹងទៅហ្នឹងហើយអរគុណច្រើនបងប្អូនដែលតែងតែជួយទិញមីងណាចានេះគឺជារោងដែលខ្ញុំលក់ដូរនៅសាលារៀនចាប្រក់ស្បូវនៅក្រោមដែមរាំងដូចគ្នាហើយខ្យល់ទៅសៀកត្រជាក់ស្រួលពុកម៉ែបងប្អូនចងរឹងមួយបកគោលមួយដែមរាំងនិយាយទៅអែមដែរហ្នឹងណាបានកូនចៅទៅជួយថ្ងៃមុនណា